ពាក្យប្រមាណម៉ាត់នេះរបស់មហាម៉ាត់កំពុងតែល្បីមានការផ្ទុះវិញហើយក៏ដូចជាចែករំលែកបាទពី fan ម្នាក់ទៅកាន់ fan ម្នាក់ទៅលើបណ្ដាញសង្គម Facebook បើមហាម៉ាត់បើខ្ញុំមិនខ្លាំងខ្ញុំមិនអាចឈរជើងបានទេនៅស្រុកគេនេះជារឿងការពិតណាស់បងប្អូនតកតងទៅនឹងការចេញប្រឡូកនៅក្រៅស្រុកវ័យប្រព័ន្ធនេះបាទមានការតាំងចិត្តខ្ពស់មានការអំណត់ខ្ពស់ណាស់មហាម៉ាត់បើយើងងាកទៅក្រោយបន្តិចតកតងទៅនឹងគ្រួសាររបស់គាត់ប្រទេសអាហ្គានីស្ថានជាប្រទេសមួយដែលមានសង្គ្រាមរ៉ាំរ៉ៃអាចថាការរកហូបចុកទទួលទាននោះគឺពិបាកបន្តិចហើយក្នុងការរកស៊ីកាលណារំនឹងនយោបាយក្នុងស្រុកមិនឈរជើងនឹងណទេគឺថាវាប្រកាសណាស់ថាការរកស៊ីជួញដូរផ្សេងធ្វើការផ្សេងក៏វាមិនស្រួលដែរមហាម៉ាត់មកស្រុកខ្មែរគឺមានបំណងមួយធំរបស់គេគឺសាងជាប្រៃភាពឲ្យបានគឺយ៉ាងណាគឺដើម្បីខ្លាចជាអ្នកខ្លាំងអ្វីដែលជាកម្លាំងចិត្តដ៏ធំធេងរបស់កីឡាកររូបនេះវឹកហាត់គ្មានពេលសម្រាប់គ្មានការខ្ជិលក្នុងការធ្វើគីឡូជាដើមពុះពៀគ្រប់ឧបសគ្គការហូបអាហារការលក្ខណៈខុសទាំងសាសនាខុសទាំងភាសាមករស់នៅក្នុងប្រទេសកម្ពុជាគឺដើម្បីបាទទ្រទ្រង់ជីវភាពរបស់គ្រួសារគាត់ដែលជាប្រទេសកំពុងតែមានសង្គ្រាមរ៉ាំរ៉ៃបាទបងប្អូននេះដោយសារតែបេះដូងរបស់គាត់ទទួលខុសត្រូវស្រឡាញ់ឪពុកម្ដាយបងប្អូនកូនក្មួយរបស់គាត់នៅស្រុកកំណើតដូច្នេះហើយគឺទ្រាំសម្របខ្លួនគ្រប់យ៉ាងទ្រាំហាត់គុណខ្មែររហូតក្លាយជាកីឡាមួយដែល fan គុណខ្មែរបងប្អូនប្រជាពលរដ្ឋគុណខ្មែរទទួលស្គាល់ថាមហាម៉ាត់ពិតជាកីឡាករដែលមានអាវុធមុតស្រួចមានទេពកោសល្យមានសមត្ថភាពពិតប្រាកដដែល26ប្រកួតរបស់មហាម៉ាត់កន្លងមកគឺមិនស្គាល់ពាក្យថាចាញ់ទេគឺមានតែភាពជោគជ័យបើត្រឡប់ទៅក្រោយតទៅនឹងការប្រកួតរបស់គាត់លើកដំបូងខ្ញុំគិតថាការប្រកួតរបស់មហាម៉ាត់គឺជាការប្រកួតដែលបាទហេងសយក្នុងការឈ្នះជាមួយនឹងកីឡាករបនពលឹកក្នុងកីឡាទេសៈនោះខ្ញុំមើលឃើញបនពលឹកជាកីឡាករមួយរូបកំពុងតែធ្លាក់ទម្រង់បាទអ្វីដែលខ្ញុំចាំបានបើមិនទឹក1ទឹក2ទេគឺវាឲ្យកីឡាករបនពលឹកសែងចេញពីសង្វៀនតែម្ដងហើយក្នុងកីឡាទេសៈនោះខ្ញុំឃើញថាអាចជារឿងមួយចៃដន្យនៅពេលដែលរឿងមួយមិនចៃដន្យគឺជាការប្រកួតវិលជុំជាមួយនឹងកីឡាករគុណខ្មែរប្រភេទកីឡាគីឡូ51មានទាំងក្បាច់មានទាំងបុកគឺចូលមិនចុះមហាម៉ាត់ទាំងពីរគឺពិបាកក្នុងការទប់ជាមួយមហាម៉ាត់ទាំងពីរក្នុងនោះកីឡាករឡុងពិសិដ្ឋក៏ចាញ់នៅក្រោមផ្លែអាវុធមុតស្រួចរបស់មហាម៉ាត់ហើយសម្រាប់កីឡាករបាទគ្រូតូចពេជ្រសង្ហៈដែលជាបងប្រុសបង្កើតរបស់ក្បៃព្រៃពេជ្រសម្បត្តិក៏រងនៅបរាជ័យក្រោមផ្លែអាវុធមុតស្រួចគ្រប់ក្បាច់គ្រប់សនិតរបស់មហាម៉ាត់ដែលធ្វើឲ្យមហាម៉ាត់ខ្លាយជាអធិរាជអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនៅពេលដែលស្រង់គីឡូស្រាល51អស់ហើយក្នុងពិភពគុណខ្មែរគេក៏បានមកមានឱកាសក្នុងការដណ្ដើមនៅខ្សែក្បាត់ដាស់អ្នកចម្បាំងគុណខ្មែរជាមួយនឹងកីឡាករឡៅសៃណេតដែលជាសារ៉ាត់អាត់មួយដែលសំខាន់ផងដែរលទ្ធផលគឺថា4ទឹកវាយទៅវាយមកអ្វីដែលគេឃើញថាសៃណេតមានរឿងមួយហានិភ័យគឺការបែកចាប់ពីរាប់ពីទឹក2រហូតមកដល់ទឹក4ក៏ទឹកទី4អាញាកដាសម្រាប់បញ្ឈប់ការប្រកួតតែម្ដងដោយសារតែស្នាមបែកធំពេកលោហិតហូរខ្លាំងអាចនឹងប៉ះពាល់ទៅដល់សុខភាពកីឡាករឡៅសៃណេតអ្វីដែលកាន់តែក្រៅអ្វីដែលកាន់ពិសេសមានការគូកងជាមួយនឹងកីឡាករអ្នកលេងបាទគុណខ្មែរចង្រិតដែកសុករិទ្ធខ្លួនល្អិតចិត្តធំសុករិទ្ធគឺអ្វីដែលសំខាន់ថ្ងៃក្លឹងគីឡូមកបានមកដល់ប៉ុន្តែរឿងដែលជាអកុសលដោយសារតែបញ្ហាសង្គ្រាមព្រំដែនដែលធ្វើឲ្យផ្អាកសង្វៀនមួយលើកក្រោយមកទៀតក៏បញ្ហារបួសរបស់សុករិទ្ធក៏ត្រូវបានជំនួបជាមួយនឹងដៃគូចាស់ដែលគេមើលឃើញថាសៃណេតនឹងអាចមានឱកាសក្នុងការជំនួបជាលើកទី2និងមានជ័យជំនះប៉ុន្តែអ្វីដែលផ្ទុយស្រឡះគឺលើកទី2កីឡាករឡៅសៃណេតនៅតែរងបរាជ័យក្រោមផ្លែអាវុធដ៏មុតស្រួចគ្រប់ក្បាច់គ្រប់ស្នៀតរបស់កីឡាករអាហ្គានីស្ថានហាត់គុណខ្មែររូបនេះផងដែរបាទនេះបងប្អូនជារឿងមួយដែលចង់បញ្ជាក់ទ្រុសអ្វីដែលថានាំឲ្យមហាម៉ាត់ខ្លាំងអ្វីដែលនាំឲ្យមហាម៉ាត់ខ្លាំងគឺកម្លាំងចិត្តគ្រួសាររបស់គាត់ធំនៅពីក្រោយចំណាក់ស្រុកមកពីបរទេសមកចូលរស់នៅជ្រកកោនបើសិនជាមហាម៉ាត់មិនខ្លាំងទេបងប្អូនកុំឡើយតែការផ្ដល់ឱកាសសូម្បីតែការរាប់អានគឺអាចនឹងមិនមានផងសូម្បីតែមើលមុខគេមើលមុខក៏មិនអាចផងដែរនេះជារឿងមួយដែលពិសេសមែនតើបើតាមការថបខមមិនរបស់អ្នកគ្រូបវឹកគឺជាភរិយារបស់គ្រូសេនបន្ថេតអាចថាមហាម៉ាត់នេះរាល់ថវិកាដែលគាត់ទទួលបានពីការប្រកួតរបស់គាត់ក៏តែងតែទទួលបាទផ្ញើជូនទៅកាន់ម្ដាយឪពុកនៅស្រុកកំណើតនៃប្រទេសអាហ្គានីស្ថានដើម្បីដោះស្រាយជីវភាពជាដើម
មួយលើកគាត់និយាយថាទុកត្រឹមតែ20ទៅ40ដុល្លារដើម្បីធ្វើការទិញរបស់របរហូបចុកតែប៉ុណ្ណោះតែសារតែមែនតើទៅរាល់ម្ហូបអាហារការស្នាក់នៅគឺត្រូវបានរ៉ាប់រងដោយលោកគ្រូសេនប៊ុនថេនដែលជាប្រធានក្លឹបបាទដែលជាប្រធានក្លឹបអញ្ចឹងត្រឡប់មកវិញចង់និយាយពាក់ព័ន្ធទៅនឹងបងប្អូនបាទជនរួមជាតិទីមេត្រីជាពិសេសកីឡាករគុណខ្មែរកីឡាករគុណខ្មែរសពថ្ងៃនៅពេលដែលបានល្បីល្បាញហាក់បីដូចជាទម្លាក់ដៃពេលខ្លះបាទដោយសារតែឃើញថាទោះហាត់ក៏បានវាយមិនហាត់ក៏បានវាយបើងាកមើលទៅការប្រកួតគុណខ្មែររបស់យើងមិនទាន់រីកចម្រើនងាកទៅមើលកីឡាករមួយរូបបាទកីឡាករកមួយចុះខ្ញុំជាការឧទាហរណ៍គឺពេលខ្លះគឺគាត់ផឹងប្រែងវឹកហាត់ដើម្បីយកជ័យជំនះដើម្បីមានឱកាសក្នុងការប្រកួតនៅពេលក្រោយៗទៀតនៅកន្លៈទេសៈដែលសង្វៀនស្រុកខ្មែរមិនទាន់រូបរីកស្គូស្គីសពដោយសពថ្ងៃនេះទេគឺមិនច្រើនទេអញ្ចឹងអាចនិយាយថាទីផ្សារកីឡាករអាចថាចង្អៀតដែរនៅខណៈនោះតែដោយសារតែគុណខ្មែរយើងពោពេញដោយការពេញនិយមពីសំណាក់ពលរដ្ឋខ្មែរគ្រប់ស្ថាប័ន sponsor ក៏មានការចាប់អារម្មណ៍ក៏ដូចជាមានគោលបំណងរួមក្នុងការអភិវឌ្ឍគុណខ្មែរឲ្យកាន់តែទៅមុខនោះគឺកីឡាករយើងគឺពិបាកក្នុងការបកកាយពេលខ្លះវាយជាប់អាទិត្យបាទសឹងតែវាយជាប់អាទិត្យពេលខ្លះទៀតចង់បកកាយក៏ពិបាកដែរដោយសារការចាប់ផ្ទួនពីសំណាក់អ្នកផលិតកម្មវិធីបាទអ្នកគ្រប់គ្រងកម្មវិធីអ្នកផលិតកម្មវិធីតាមស្ថានីយ៍ប៉ុន្តែក្នុងនោះក៏មានបញ្ហាមួយដែលពិបាកបងប្អូនដោយសារតែនៅពេលដែលទីផ្សារបាទចង្អៀតបាទក្នុងការកីឡាករតិចមានសង្វៀនធំកីឡាករចាប់ផ្ដើមតិចកីឡាករខ្លះឡើងចរិតទូឯកគឺថាគាត់មិនប្រឹងបាយទេគាត់មិនប្រឹងហាត់ទេល្មមគាត់អាងតែមានឈ្មោះវានៅសប្តាហ៍បន្តទៀតកម្មវិធីក្រោយទៀតគឺគាត់មកល្មមពេលខ្លះមកសន្លប់ទឹក1ទឹក2បាទធ្វើឲ្យគុណភាពកីឡាយើងចាប់ផ្ដើមធ្លាក់ចុះពីមុនមកនៅពេលដែលកីឡាវាមិនសូវល្អយើងតែងតែលើកបាទបន្ទុកដាក់ទៅលើតម្លៃខ្លួនទៅលើកីឡាករមានប្រាក់ឧបត្ថម្ភគ្រប់គ្រាន់មិនទទួលបានតម្លៃខ្លួនខ្ពស់ដែលធ្វើឲ្យកីឡាករយើងមិនខ្លាំងនៅពេលនោះគឺគាត់ខិតខំប្រឹងប្រែងមែនទែនបាយដើម្បីយកជាប្រយោជន៍ភាពបានកញ្ចប់គូបាយតាមក្រោយទៀតបាទប៉ុន្តែឥឡូវគឺខុសពីនឹងដាច់ទេបងប្អូនដោយសារតែលុយច្រើនពេកតម្លៃខ្លួនច្រើនពេកធ្វើឲ្យកីឡាករខ្ជិលហាត់ក៏មានដែរបាទនេះគឺជារឿងមួយដែលយើងគិតមិនដូចអ្វីដែលកីឡាយើងបន្តរីកចម្រើនយើងតែងបន្ទោសបណ្ដាក់ទៅលើតម្លៃខ្លួនកីឡាករដែលមានតម្លៃខ្លួនទាបតម្លៃខ្លួនថោកមិនមានប្រាក់ឧបត្ថម្ភគ្រប់គ្រាន់ដែលធ្វើឲ្យកីឡាករគុនខ្មែរយើងមិនសូវសម្បូរនៅធនធានប៉ុន្តែងាកមកដល់សប្តាហ៍នេះហេតុអ្វីបានជាកីឡាករខ្លះវាមានតម្លៃខ្លួនចាប់ពី100000ជាស្រ័យ10លានទៅដល់20លានរៀលប៉ុន្តែអាចថាគុណភាពមិនសូវសម្បូរអញ្ចឹងត្រង់ចំណុចនេះក៏សូមគិតឡើងវិញចំពោះបងប្អូនគុនខ្មែរគឺកុំដើម្បីតែថាបិការមុខបងប្អូនមកដំបូងហាត់គុនខ្មែរខ្ញុំជឿជាក់ថាជាការស្រឡាញ់នៅដាក់មុខជាការស្រឡាញ់ជាចម្បងបាទអញ្ចឹងហាត់ហើយយើងគួរតែបានទាំងជីវភាពល្អបានទាំងថវិកាត្រត្រង់គ្រួសារខ្លួនឯងហើយគួរតែបង្កើនការវឹកហាត់ដើម្បីឲ្យគុនខ្មែររបស់យើងកាន់តែល្បីសុសសាយទៅកាន់ពិភពលោកផងដែរបាទខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីជាចំណុចចំណាប់អារម្មណ៍តកតងកីឡាករមហាបាត់ក៏ដូចជាកីឡាករគុនខ្មែរយើងផ្សេងបើមានចំណុចខ្វះខាតលួសត្រង់ណាក៏សូមខន្តីអភ័យទោសពីសំណាក់កីឡាករក៏ដូចជាបងប្អូនដែលនិយមគុនខ្មែរផងដែរសូមអរគុណសូមគោរពលា